មេដាបិតាជាគ្រូដើមជាគ្រូដ៏ឆ្នើមក្នុងលោកាម្យ៉ាងទៀតគឺពិតជាទេវតាព្រះពុទ្ធត្រាស់ថាជាព្រំផងមេដាបិតាគឺជាព្រះរស់នៅក្នុងផ្ទះដ៏ច្បាស់ច្បងសង្គ្រោះ5យ៉ាងល្អម៉ត់ម៉ងចម្លងបុតភ្ងាឲ្យដល់ត្រើយសង្គ្រោះទី1ដោយការខាត់មិនឲ្យកូនភ្លាត់ធ្វើបាបឡើយឃើញកូនធ្វើខុសឥតកន្តើយហាមហើយហាមទៀតឈ្នាតតាមផ្ដាំកំណើតជាមនុស្សថ្លៃពេកពុនកូនត្រូវអត់ធន់ឲ្យបានសមកុំឲ្យចំណងវាបង្ខំចូលជ្រុះធ្លាក់ជ្រាំរស់អាសោចសង្គ្រោះទី2ដោយការតាំងខ្សែផ្សំសន្សំគុណប្រយោជន៍រស់នៅជាមនុស្សកុំជាខ្មោចយ៉ាងហើយត្រូវឲ្យមានសិល5ម៉ែឪបំពាក់គ្រឿងអលង្ការគឺធម៌ទេសនាជាប្រចាំកូនត្រូវស្រឡាញ់កល្យាណកម្មគុណគាត់ត្រូវចាំកុំបីភ្លេចសង្គ្រោះទី3គឺឲ្យរៀនដុតទៀនវិជាភ្លឺរំលេចសម្បត្តិចំណេះថ្លៃជាងពេជ្រដាច់ខាតត្រូវកិច្ចពីគ្រឿងញៀនថ្នាំញៀនបំផ្លាញនៅស្មារតីញៀនលបែងអប្រិយនាំខូចរៀនញៀនស្រាញៀនស្រីរោគបៀតបៀនបើញៀននឹងរៀនសុរិយារះសង្គ្រោះទី4គឺរៀបការក្នុងរឿងប្រាថ្នាគ្រប់គ្រងផ្ទះមិនត្រូវបង្ខំចង់យកឈ្នះម្នះនាំខូចប្រយោជន៍ធំស្នេហាជាផ្លូវកប់ប្រលឹងរឿងនឹងត្រូវដឹងឲ្យគ្រប់មុំកុំអាងថានីលធំជាងនំមានរឿងទាវទុំគំរូស្រាប់សង្គ្រោះទី5គឺចែកទ្រព្យតាមការគួគប់ជាប់ជាច្បាប់មរតកជាទ្រព្យនៃអ្នកស្លាប់មិនត្រូវប្រញាប់ឲ្យដាច់ឡើយឲ្យតិចឲ្យច្រើនជាប្រចាំរាល់ថ្ងៃខែឆ្នាំឲ្យណាស់ហើយចំណាយសម្បត្តិនាំដល់ត្រើយដូចបានពោលហើយគឺអវាទសង្គ្រោះ5យ៉ាងគឺជាគុណជាទុនជីវិតតាមក្បួនខ្នាតម៉ែឪជាព្រះអ្នកនាំអាតកូនកុំប្រមាទតទៅអង